អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធិរោអវ៉ានទី113នរជនប្រុសស្រីទាំងឡាយឯណាមានសេចក្តីប្រមាថធ្វេសប្រហែសភ្លើតភ្លើនបណ្ដែតបណ្ដោយខ្លួនក្នុងកាមអារម្មណ៍មិនបានអប់រំគ្រប់គ្រងរក្សាចិត្តឲ្យបានល្អដោយបញ្ញាស្មារតីប្រុងប្រយ័ត្នទាន់ពេលវេលាទេពេលណាភ្លើងរាគៈនោះគ្រប់គ្រងសង្កត់ធ្លាក់ក្នុងអន្លង់កាមហើយតែងតែដុតរលរៀលក្តៅក្រហាយអន្ទះអន្ទែងឈឺចាប់ខ្លោចផ្សាបំផុតហើយត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងដូចជាសូម្បីធ្លាប់មានកម្លាំងរឹងមាំក៏ខ្លាចជាបុគ្គលអស់កម្លាំងសូម្បីមានធម៌ពលអំណាចក៏ខ្លាចជាអ្នកខ្សោយអំណាចសូម្បីអ្នកមានភ្នែកក៏ខ្លាចជាបុគ្គលខ្វាក់ភ្នែកលែងឃើញខុសត្រូវសូម្បីអ្នកមានគុណធម៌ក៏ត្រូវសាបសូន្យនៅគុណធម៌ដែរសូម្បីមានបញ្ញាឆ្លៀសវៃក៏ត្រូវអប្រាជ្ញាងងឹតឆ្លុំសូម្បីមានស្មារតីរឹងមាំក៏ត្រូវបាត់បង់ស្មារតីសតិមិនគ្រប់ភ្លេចភ្លាំងភាំងកាមតណ្ហានេះមានអំណាចកម្លាំងខ្លាំងក្លាណាស់រមែងប្លន់យកការសិក្សារៀនសូត្រតបៈសិលសច្ចៈចាកៈសតិនិងប្លន់យកការចេះដឹងរបស់បុគ្គលប្រមាថក្នុងកាមរាគៈដោយពួកចៅពួនសំងំស្ទាក់ប្លន់យកទ្រព្យសម្បត្តិរបស់គេតាមផ្លូវកាមតណ្ហានេះមានឥទ្ធិពលខ្លាំងណាស់អាចផ្លាស់ប្ដូរធ្វើឲ្យយុះគេឈ្មោះការចងចាំភាពក្លាហានភាពជាពហុសូត្រនិងការចេះដឹងការងារទ្រព្យសម្បត្តិរបស់បុគ្គលប្រមាថឲ្យវិនាសទៅដោយភ្លើងដែលតែងតែឆេះធ្វើឲ្យគំនោអស់ទៅគ្មានសេះសល់ដូច្នេះឯងព្រោះហេតុនេះសូមឲ្យនរជនប្រុសស្រីគ្រប់រូបគប្បីធ្វើការប្រុងប្រយ័ត្នព្យាយាមអប់រំទូនមានចិត្តនេះឲ្យបានល្អជាប់ជានិច្ចកុំប្រមាថធ្វេសប្រហែសឡើយបើមានស្មារតីដឹងខ្លួនតាន់ពេលវេលាសម្បត្តិទ្រព្យទាំងអស់នោះខ្លាចជាទីពឹងដ៏ប្រសើររបស់យើងនាំមកនៅសុភមង្គលសុខក្សេមក្សាន្តតរៀងទៅ